ទទួលបានសំណួរច្រើនខ្លាំងមែនទែនពីបងប្អូនស្ត្រីដែលគាត់បានសួរថាតើបញ្ហាសុទ្ធស្បូនមានរោគសញ្ញាដូចម្ដេចតែតើទៅនឹងរោគសញ្ញានៃបញ្ហាសុទ្ធស្បូនគឺមានខុសគ្នាតែម្ដងបងប្អូនដោយសារតែបញ្ហាសុទ្ធស្បូននេះគឺវាមានតាមតនការរបស់វាអញ្ចឹងទៅរោគសញ្ញាទី1គឺឧស្សាហ៍លឺសលេងខ្យល់សលេងផោមចេញពីក្នុងទ្វារមាសបានន័យថាដេកដើរឈរអង្គុយគឺលឺសលេងផោមចេញពីក្នុងទ្វារមាសតែម្ដងមិនមែនចេញពីក្នុងរន្ធគូទេណាបងប្អូនទី2គឺពិបាកនៅក្នុងការរស់នៅនឹងជាមួយនឹងគ្រួសារព្រោះតែកាលណាមានបញ្ហាសុទ្ធស្បូនគឺស្បូនរបស់យើងនឹងគឺវាលៀនចេញមកខាងក្រៅអញ្ចឹងនៅពេលដែលយើងរស់នៅជាមួយគ្រួសារគឺមានការឈឺចុកចាប់ទី3គឺឧស្សាហ៍ឈឺចុកចាប់ទៅនឹងអាងត្រគាកនោមញើសពេលខ្លះយើងប្រឹងក្អកប្រឹងកដាស់អីហ្នឹងគឺវាជ្រាបទឹកនោមខុសធម្មតាតែម្ដងទី4គឺមានអារម្មណ៍ថារៀងធ្ងន់ចុះមកខាងក្រៅណែនទ្វារមាសក៏ដូចជាមានអារម្មណ៍រៀងទល់ទៅនឹងបរិវេណទ្វារមាសពួកដឹងស្រាប់ហើយតកតងទៅនឹងបញ្ហាសុទ្ធស្បូនគឺស្បូនរបស់យើងនឹងគឺរៀងលៀនចេញមកខាងក្រៅហើយមួយវិញទៀតបើសិនជាមានបញ្ហាសុទ្ធស្បូនដំណាក់កាលខ្លាំងបូកផ្សំបូករួមជាមួយនឹងគាត់មានទៅលើបញ្ហារោគស្ត្រីធ្លាក់សរបស់មានក្លិនទាំងអស់នេះគឺអាចនឹងប្រឈមឲ្យគាត់នឹងគឺមានបញ្ហារលាកស្បូនបានអញ្ចឹងបើសិនជាបងប្អូនស្ត្រីទាំងអស់ដែលគាត់កំពុងតែមានជាបញ្ហាទាំងអស់នេះសូមបងប្អូនប្រញាប់នៅក្នុងការរកដំណោះស្រាយបើសិនជាបងប្អូនបន្តទុកទៅលើបញ្ហាទាំងអស់នេះអាចនឹងវិវត្តទៅជាបញ្ហាធ្ងន់បាន